ម៉ាស៊ីនសាប់ Magnitsu នេះជាលេខ model Magnitsu ហើយនេះជាតាប្លូ Magnitsu របៀបកំណត់ប្ដូរពីធ្នេសាប់ទៅធ្នេវៃលាវប្ដូរពីធ្នេវៃលាវមកធ្នេសាប់និងរបៀបកំណត់តាំងលេខក្បាលធ្នេចុចលើប៊ូតុងអក្សរ M ចេញលេខរៀងប្រូក្រាមលេខដែលយើងចូលទៅកំណត់គឺលេខ2ក៏ប៉ុន្តែវាមានតែលេខ1និងលេខ3ដើម្បីចូលទៅកំណត់លេខ2បានចុចលើប៊ូតុងអក្សរ M ត្រឡប់មកកាន់ក្បាលធ្នេឡើងវិញរួចចុចលើប៊ូតុងអក្សរ M ឲ្យជាប់ឲ្យចេញលេខ2ចាំយើងដកដៃចេញបន្ទាប់មកចុចព្រួញខាងក្រោមកំណត់យកលេខ2រួចចុចប៊ូតុង Select ចេញអក្សរ K លេខ0ហកុតបងប្អូនចុចព្រួញខាងលើឬខាងក្រោមកំណត់យកអក្សរ K លេខ850គឺជាកន្លែងកំណត់ប្ដូរពីធ្នេសាប់ទៅធ្នេវៃលាវប្ដូរពីធ្នេវៃលាវមកធ្នេសាប់អញ្ចឹងអក្សរ K លេខ850លេខ03គឺក្បាលធ្នេសាប់ចុចលេខបូកលេខ05គឺក្បាលធ្នេសាប់អក្សរ K គឺក្បាលធ្នេសាប់អក្សរ S គឺក្បាលធ្នេសាប់អក្សរ BUTN គឺក្បាលធ្នេវៃលាវលេខ13គឺក្បាលធ្នេសាប់លេខ15គឺក្បាលធ្នេសាប់លេខ17គឺក្បាលធ្នេសាប់អញ្ចឹងខ្ញុំកំណត់ផ្លាស់ប្ដូរពីធ្នេសាប់មកធ្នេវៃលាវចុចលេខដកកំណត់យកអក្សរ BUTN គឺក្បាលធ្នេវៃលាវបន្ទាប់មកចុចប៊ូតុង Select ដើម្បីសេវឲ្យជាប់រងចាំឲ្យចេញអក្សរភាសាចិនចាំយើងបិទកុងតាក់ម៉ាស៊ីនរួចបើកកុងតាក់ម៉ាស៊ីនឡើងវិញរងចាំឲ្យចេញប្រូក្រាមលេខក្បាលធ្នេបែបហ្នឹងអញ្ចឹងរូបរាងក្បាលធ្នេតាបឡូប្រភេទហ្នឹងគឺខុសពីរូបរាងក្បាលធ្នេតាបឡូជូគី Supreme Prader បើសិនជាបងប្អូនចង់កំណត់តាំងក្បាលធ្នេប្រភេទណាដែលបងប្អូនចង់បានបងប្អូនចុចព្រួញខាងលើកំណត់យកលេខក្បាលធ្នេនឹងទៅហើយលេខក្បាលធ្នេមានຂະຫນາດចំនួនម្ជុលតាមលេខក្បាលធ្នេរៀងខ្លួនលេខក្បាលធ្នេមានពីលេខ1រហូតដល់លេខ69បើសិនជាយើងចុចទៅមុខទៀតវានឹងមកក្បាលធ្នេលេខ0វិញអញ្ចឹងខ្ញុំចុចកំណត់យកលេខក្បាលធ្នេលេខ69แล้วរុន4តេស្តឲ្យបងប្អូនមើលទាំងអស់គ្នាបងវាយទៅម៉ាស៊ីនយើងវិញជន់ឈ្នន់ខាងក្រោមទៅមុខឲ្យជើងទាលើករួចបងវាយទៅតាប្លូយើងវិញចុចលើប៊ូតុងតេស្តជើងទាបងវាយទៅម៉ាស៊ីនយើងវិញជន់ឈ្នន់ខាងក្រោមឲ្យជើងទាធ្លាក់រួចជន់ឈ្នន់ទៅមុខឲ្យម៉ាស៊ីនដំណើរការជើងទាទាញខ្វែងប្រភេទលាវរុន4បែបហ្នឹងឬមួយក៏បងប្អូនមិនចាំបាច់ជន់ឈ្នន់ខាងក្រោមក៏បានគឺយើងចុចលើប៊ូតុងលេខដកឬលេខបូកហើយយើងមកមើលជើងទាយើងគឺទាញខ្វែងប្រភេទលាវរុន4បែបហ្នឹងនៅពេលដែលយើងតេស្តជើងទារួចហើយចុចលើប៊ូតុង Reset សញ្ញាស្មើនឹង1មកជើងទានឹងលើករួចជន់ឈ្នន់ខាងក្រោមឲ្យម៉ាស៊ីនដំណើរការសាប់គឺជើងទាទាញខ្វែងប្រភេទលាវរុន4បែបហ្នឹងបងវាយទៅតាប្លូយើងវិញរបៀបកំណត់ប្ដូរពីធ្នេវៃលាវទៅធ្នេសាប់វិញម្ដងចុចលើប៊ូតុងអក្សរ M ឲ្យជាប់ឲ្យចេញលេខ2ចាំយើងដកដៃចេញរួចចុចព្រួញខាងក្រោមកំណត់យកលេខ2ប
បន្ទាប់មកចុចប៊ូតុង Select ចេញអក្សរ K លេខ0 6គត់បងប្អូនចុចព្រួញខាងលើឬខាងក្រោមកំណត់យកអក្សរ K លេខ850គឺជាកន្លែងកំណត់បដូរពីធ្នេវៃលាវមកធ្នេស័ព្ទអញ្ចឹងអក្សរ K លេខ850អក្សរ BUTN គឺធ្នេវៃលាវបងប្អូនចុចលេខបូកឬលេខដកកំណត់យកលេខ03គឺធ្នេស័ព្ទបន្ទាប់មកចុចលើប៊ូតុង Select ដើម្បីសេវឲ្យជាប់រងចាំឲ្យចេញភាសាចិនមួយជួរខាងលើបែបហ្នឹងចាំយើងបិទកុងតាក់ម៉ាស៊ីនរួចបើកកុងតាក់ម៉ាស៊ីនឡើងវិញរងចាំឲ្យចេញលេខក្បាលធ្នេបែបហ្នឹងបើសិនជាបងប្អូនចង់កំណត់តាំងលេខក្បាលធ្នេប្រភេទណាដែលបងប្អូនចង់បានបងប្អូនចុចព្រួញខាងក្រោមឬខាងលើកំណត់យកលេខក្បាលធ្នេនឹងទៅអញ្ចឹងសម្រាប់ខ្ញុំចុចកំណត់តាំងក្បាលធ្នេលេខ01រួចបងវាយទៅម៉ាស៊ីនយើងវិញជាន់ឈ្នាន់ខាងក្រោមឲ្យជើងទាលើកជាន់មួយទៀតឲ្យម៉ាស៊ីនដំណើរការគឺធ្នេរត់សាប់ឡើងវិញហើយនេះហើយគឺជារបៀបកំណត់បដូរពីធ្នេស័ព្ទទៅធ្នេវៃលាវបដូរពីធ្នេវៃលាវមកធ្នេស័ព្ទសូមអរគុណ